តើអ្នកធ្លាប់ឆ្ងល់ទេថាមានអ្វីកើតឡើងបើសិនជាផែនដីជប់វិលទោះបីជាត្រឹមតែ1វិនាទីក៏ដោយវាស្ដាប់ទៅដូចជាឈុតឆាកក្នុងភាពយន្តតែក៏ពិតកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment Richard ចូល page កាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់គឺវឹកវរនឹងគួរឲ្យភ្ញាក់ផ្អើលលើពីអ្វីដែលអ្នកអាចស្រមៃបានទៅទៀតតោះយើងសាកល្បងគិតពីការពិសោធន៍ដ៏អស្ចារ្យនេះទាំងអស់គ្នាឥឡូវនេះផែនដីកំពុងវិលក្នុងល្បឿនដ៏លឿនសម្បើមបើអ្នកនៅជិតខ្សែអេក្វាទ័រអ្នកកំពុងធ្វើដំណើរក្នុងល្បឿនជាង 1600 គីឡូម៉ែត្រក្នុង1ម៉ោងនោះលឿនជាងល្បឿនសម្លេងទៅទៀតយើងមិនមានអារម្មណ៍ទេព្រោះអ្វីៗនៅជុំវិញយើងទាំងបរិយាកាសមហាសមុទ្រអាគារកំពុងធ្វើចលនាជាមួយយើងវាប្រៀបដូចជាយើងនៅក្នុងឡានដែលកំពុងបើកបរយ៉ាងរលូនលើផ្លូវ highway តែចុះបើឡាននោះស្រាប់តែចាប់ប្រាំងយ៉ាងកំហុកទៅវិញបើសិនជាការបង្វិលរបស់ផែនដីត្រូវបញ្ឈប់ត្រឹមតែ1វិនាទីអ្វីៗទាំងអស់ដែលមិនត្រូវបានចាក់ភ្ជាប់យ៉ាងរឹងមាំទៅនឹងថ្មនឹងបន្តធ្វើចលនាក្នុងល្បឿនដ៏អស្ចារ្យនោះមនុស្សឡានអាគារដើមឈើនិងដីស្រទាប់លើនឹងត្រូវបោះចោលនៅទិសខាងកើតបង្កឲ្យមានគ្រោះមហន្តរាយបំផ្លាញទូទាំងពិភពលោកយ៉ាងមហិមាស្រមៃមើលជុំ Hurricane កាត់ទទឹងដែលបានបក់បោកពីពេញផែនដីដែលបំផ្លិចបំផ្លាញជាងព្យុះណាមួយដែលយើងធ្លាប់បានឃើញមហាសមុទ្រនឹងធ្វើដូចជាទឹកដែលកំពុងរលាស់នៅក្នុងធុងដែលត្រូវបានបញ្ឈប់ភ្លាមៗរលកយក្សស៊ូណាមីដ៏ធំមហិមាដែលខ្ពស់រាប់ពាន់ម៉ៃនឹងជន់លេចឆ្លងទ្វីបលេចទីក្រុងតាមឆ្នេរសមុទ្រហើយធ្វើដំណើរចូលទៅក្នុងដីគោកឆ្ងាយកម្លាំងកកិតពីការឈប់ភ្លាមៗនេះក៏នឹងបង្កើតកម្ដៅដ៏ខ្លាំងក្លាបង្កឲ្យមានការរំជួលដីទូទាំងពិភពលោកនិងការផ្ទុះភ្លើងភពផែនដីនឹងបែកខ្ញែកគ្នាដោយខ្លួនឯងចុះចំណាយបរិយាកាសវិញខ្យល់ដែលនៅតែធ្វើចលនាក្នុងល្បឿនដើមនឹងកិនផ្ទៃផែនដីបង្កើតខ្យល់ដែលមានកម្លាំងខ្លាំងជាងការបំផ្ទុះនុយក្លេអ៊ែរទៅទៀតកម្លាំងកកិតនឹងខ្លាំងរហូតអាចបង្កឲ្យមានភ្លើងឆេះទូទាំងពិភពលោកភាពស្ងប់ស្ងាត់ត្រឹម1វិនាទីនឹងត្រូវបានបន្តដោយភាពវឹកវរជារៀងរហូតជាការពិតណាស់នៅពេលដែល1វិនាទីនោះចប់ហើយផែនដីចាប់ផ្ដើមវិលម្ដងទៀតការខូចខាតក៏បានកាត់ឡើងរួចជាស្រេចហើយភពផែនដីនឹងក្លាយជាពិភពលោកដែលផ្លាស់ប្ដូរទាំងស្រុងនិងមិនអាចស្គាល់បានវាជាគំនិតដែលគួរឲ្យខ្លាចតែវាផ្ដល់ឲ្យយើងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្ថិរភាពដ៏អស្ចារ្យនិងតុល្យភាពដ៏ផុយស្រួយរបស់ភពផែនដីយើងការវិលឥតឈប់ឈរនិងស្ងៀមស្ងាត់របស់ផែនដីគឺជាអ្វីដែលធ្វើឲ្យជីវិតដូចដែលយើងដឹងអាចទៅរួចហើយយើងគ្រាន់តែជាអ្នករួមដំណើរដ៏អស្ចារ្យនេះប៉ុណ្ណោះអរគុណសម្រាប់ការទស្សនាវីដេអូនេះជាមួយខ្ញុំបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេចចុចប៊ូតុង Like Subscribe និងចុចកណ្ដឹងដើម្បីកុំឲ្យខកខានដំណើរផ្សងព្រេងរបស់យើងជួបគ្នានៅវីដេអូបន្ទាប់